ស្ដីអ្នកនរគ្នានេះយើងមកដឹងអំពីរបៀបនៃការបង្កើត Facebook នៅឆ្នាំ2026នេះបាទជាដំបូងយើងចូលទៅកាន់កម្មវិធី Facebook មកពេលដែលយើងចូលដំបូងមកគឺកម្មវិធី Facebook គឺ load ចេញទៀងឲ្យយើងកើតមកឥឡូវចូលម្ដងទៀតនេះចេញទៀងអញ្ចឹងយើងចុចនេះមកចុចលើពណ៌ខៀវនឹងមកតមកទៀតវាឲ្យយើងពេញឈ្មោះកន្លែងនេះនាមតកោនេះឈ្មោះយើងអញ្ចឹងយើងពេញនាមតកោយើងមកហ្នឹងគឺដល់ពេលបន្ទាប់ពីយើងដាក់ចឹងហើយយើងចូលទៅបន្ទាប់ទៀតត្រង់ចំណុចនេះយើងរើសយកថ្ងៃខែឆ្នាំកំណើតរើមកយើងកើតខែណាថ្ងៃទីម៉ានឆ្នាំម៉ានឆ្នាំកាវម៉ានស្រេចយើងដាក់ទៅឆ្នាំថ្ងៃខែឆ្នាំកំណើតយើងពាក្យមកយើងចុចពាក្យនេះបន្ទាប់ទៀតមកអូខេត្រង់ចំណុចនេះវាសួរភេទប្រុសឬក៏ភេទស្រីអញ្ចឹងរើសយកមកហើយចុចពាក្យទៅបន្តទៀតអូខេត្រង់ឡើយនេះគេឲ្យយើងពេញលេខទូរស័ព្ទដែលយើងប្រើប្រាស់អញ្ចឹងយើងពេញលេខទូរស័ព្ទមកអង្គចំណុចនេះខ្ញុំសុំលាក់លេខទូរស័ព្ទបាទហើយចុចបន្ទាប់ទៀតមកចាំដើម្បីទទួលបានលេខកូដយកនៅក្នុងទូរស័ព្ទនឹងតិចទៀតកន្លែងនេះវាឲ្យ create លេខកូដដែលយើងដាក់ដាក់លេខកូដលាយអក្សរលាយលេខចុះហើយចុចបន្ទាប់ទៀតមកចុចញូមកទៅមកយើងសាវចុចមកទៅបន្ទាប់ទៀតមកឥឡូវវាផ្ញើលេខកូដមកឲ្យអូតូតិចលោតទៅចូលកម្មវិធីយើងណាអូខេនេះលោតចូលទៅកាន់ Facebook ហើយអូខេនេះចុចពាក្យនេះមកបិទអានឹងតាន់មកនេះចាប់អា Q នឹងមកយើងត្រង់ដល់ចំណុចនេះគេឲ្យយើង add friend មិត្តភ័ក្តិដែលយើងធ្លាប់ស្គាល់add 5នាក់ចុច add ទៅមាន friend 5នាក់នៅក្នុងហ្នឹងហើយចុចចម្លងមកក្រោមនេះ Facebook យើងកើតបាននេះថ្មីតែងាយកើត Facebook បាទនេះ Facebook យើងកើតបានហើយតើយើងអាសាលេងដែរណាចូល add តាមលេងចូល add friend ដែរវានឹងដំណើរការធម្មតាតែយើងទៅកើតថ្មីអញ្ចឹងវាអត់ទាន់ full ទេបើយើងអាសា add friend អាសាចូល update version អីទៅគឺដំណើរការធម្មតាបាទអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ